ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកមើលពីសកម្មភាពបាទសែនព្រេងបាទក្រុងពេលីបាទសុំទឹកសុំដីបាទដើម្បីបើកការឋានថ្មីនៅខាងភូមិជិះទី2បាទឃុំថ្មពេជ្របាទស្រុកត្បូងឃ្មុំបាទខេត្តត្បូងឃ្មុំហើយការឋាននេះជាការឋានបាទផ្ទះវីឡាដែលមានទំហំខនាត6ម៉ែត្របាទគុណជាមួយ12ម៉ែត្រផ្ទះនេះគឺមាន3បន្ទប់គេងបាទ1បន្ទប់ទឹកនិងកន្លែងទទួលភ្ញៀវបាទសម្រាប់នៅខាងក្នុងផ្ទះបាទហើយម្ចាស់ផ្ទះបាទគាត់តទៅផ្នែកខាងក្រោយបងប្អូនណាបាទ3ម៉ែត្រគុណជាមួយនឹង6ម៉ែត្របាទស្មើនឹងមួយតួផ្ទះទៀតបាទដើម្បីគាត់ធ្វើផ្ទះបាយទៅខាងក្រោយចឹងសម្រាប់តម្លៃមកការប្រាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទសម្រាប់612បាទតម្លៃ24,000បាទ$800ប៉ុន្តែដោយសារបងស្រីបាទគាត់តបាទទៅក្រោយ3ម៉ែត្របាទគុណជាមួយនឹង6ម៉ែត្រទៀតបាទសម្រាប់ផ្ទះបាយបាទហើយបូកជាមួយនឹងគាត់ឡើងខឿនទៀតបងប្អូនណាបាទដោយសារដីរបស់គាត់នេះទាបបាទអញ្ចឹងតម្លៃសរុបទាំងអស់បាទ26,850បាទសម្រាប់យើងបូកទាំងតយ៉ាប់ផ្នែកខាងក្រោយក៏ដូចជាយើងឡើងខឿនអញ្ចឹងបងប្អូនអាចមើលសកម្មភាពបានហើយសម្រាប់សម្ភារៈយើងត្រួសជូនបងប្អូនបាទសម្រាប់ដែកបាទយើងប្រើ410លីបាទម៉ាក់វីកម្លាំង390បាទសម្រាប់សំងយើងប្រើស៊ីម៉ង់ខេហើយសម្រាប់ថ្នាំយើងប្រើថ្នាំចូលតាន់បងប្អូនណាបាទសម្រាប់សម្ភារៈរបស់បងស្រីហើយនឹងមានសម្ភារៈមួយចំនួនទៀតដែលយើងលម្អិតជូនបងប្អូនបាទតាំងពីក្រោមបាទរហូតដល់ដំបូងគឺយើងលម្អិតជូនបងប្អូនទាំងអស់បាទយើងដំណាភាពរវាងម្ចាស់ផ្ទះក៏ដូចជាអ្នកម៉ៅការបងប្អូនណាបាទដើម្បីបងប្អូនផ្ទៀងផ្ទាត់ពេលខាងក្រុមការងាររបស់យើងយកសម្ភារៈចូលបងប្អូនអាចផ្ទៀងផ្ទាត់បានចឹងគឺខ្ញុំរៀបរាប់អត់អស់ទេបាទបងប្អូនអាចមើលការសរសេរបាទនៅលើចំណងជើងវីដេអូនេះបានបាទគឺខាងខ្ញុំលម្អិតជូនបងប្អូនទាំងអស់ហើយនេះជាសកម្មភាពបងប្អូនណាបាទដីបងស្រីរៀងទៀបបាទចឹងគាត់ឡើងខឿនបាទសម្រាប់ថ្ងៃក្រោយអីគាត់ចង់ចាក់ដីគឺតម្រូវផ្ទះរបស់គាត់តែម្ដងបាទនៅតែស្អាតហើយក៏សូមផ្ញើបាទសេចក្តីនឹករលឹកបាទទៅកាន់បងប្អូនក៏ដូចជាខាងគ្រួសាររបស់គាត់បាទនៅកូរ៉េផងដែរបាទដែលគាត់ជាជំនួយបាទឧបត្ថម្ភបាទសម្រាប់ការសាងសង់ផ្ទះផងដែរបាទផ្ញើសេចក្តីនឹករលឹកបាទពីចម្ងាយផងដែរចឹងបើសិនជាបងប្អូនមកមានបំណងបាទចង់សាងសង់ផ្ទះបងប្អូនអាចតំណមកបានបងប្អូនណាបាទទទួលមកការសាងសង់25ខេត្តក្រុងបាទបងប្អូនប្រាប់ពីទំហំផ្ទះដែលបងប្អូនចង់ធ្វើបាទក៏ដូចទីតាំងដែលបងប្អូនចង់សាងសង់មកក្រុមការងាររបស់យើងនឹងចេញតម្លៃជូនហើយសម្រាប់សម្ភារៈគឺយើងដឹកមកទាំងអស់តែម្ដងបងប្អូនបាទដើម្បីឲ្យក្រុមការងាររបស់យើងងាយស្រួលធ្វើបាទបុកធ្វើតែម្ដងហើយនេះជាម៉ូដផ្ទះបងប្អូនអាចមើលបានមកសោះស្អាតមែនតើម៉ូដនេះទាន់សម័យតែម្ដងបាទហើយយើងតមកខាងក្រោយបាទសម្រាប់ផ្ទះបាយបាទយើងរៀបចម្រឹងដៃអីមកស្អាតហើយជាចុងក្រោយបាទក៏យើងថតរូបបាទទុកជាអនុស្សាវរីយ៍បាទផងដែរបាទ